បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាអត្ថបទទី2ហើយសម្រាប់មេរៀននៅក្នុងសៀវភៅសកាំងតេហាក់ឈូយ៉ាងម៉េចហើយបងប្អូននៅក្នុងអត្ថបទទី1នឹងវេយ្យាករណ៍ជាបន្តបន្ទាប់តែមានការពិបាកយ៉ាងណាដែរនេះប៉ុន្តែខ្ញុំសង្ឃឹមថាប្រហែលជាមិនជាបញ្ហាអីទេព្រោះវេយ្យាករណ៍វាតែងតែពិបាកអញ្ចឹងឯងបាទប៉ុន្តែសូមបងប្អូនកុំ take care វាឲ្យសោះបាទបើសិនជាយើងនៅតែ take care វាយើងមិនអាចទៅមុខបានទេបាទហើយក្នុងការនិយាយដូចខ្ញុំតែងតែលើកឡើងអញ្ចឹងទោះជាគ្មានវេយ្យាករណ៍ក៏យើងអាចនិយាយបានដែរឲ្យតែយើងចេះពាក្យបានច្រើនតោះឥឡូវយើងចាប់ផ្ដើមអត្ថបទយើងបន្តទៀតបាទ안녕하세요내일은재생일이에요. 저녁에 우리 집에 오세요. 불고기 파티가 있어요. 맥주도 있어요. 우리 집은 센트럴가에 있어요. បាទឥឡូវសូមបងប្អូនមើលពីនីមួយៗមើលតើបងប្អូនអាចយល់បានខ្លះហើយបាទ안녕하세요សួស្តី내일ថ្ងៃស្អែកឆេបានន័យថាខ្ញុំឬក៏របស់ខ្ញុំ생일ខួបកំណើតឬក៏ថ្ងៃកំណើតEAO គឺជាឈ្នាប់សម្រាប់ដាក់នៅចុងប្រយោគបាទអាហ្នឹងមានន័យថាគឺជាឆញុកគេបានន័យថានៅពេលល្ងាចអ៊ូរីបានន័យថាពួកយើងជីបអេផ្ទះអូសេអូដាបានន័យថាសូមមកអូសេអូបានន័យថាសូមមកផ្ទះពួកយើងមកផ្ទះយើងភូលកូគីហ្នឹងសាច់អាំងភូលកូគីផាធីហ្នឹងបានន័យថាពិធីជប់លៀងបានន័យថានៅក្នុងពិធីជប់លៀងហ្នឹងមានសាច់អាំងមេកជូហ្នឹងបានន័យថាស្រាបៀរតោហ្នឹងបានន័យថាបន្ថែមទៀតឬក៏ទៀតបាទអ៊ីសាយ៉ូបានន័យថាមានបាទអញ្ចឹងបានន័យថាមានស្រាបៀរទៀតបាទអូរីជីប៊ឺនបានន័យថាផ្ទះរបស់ពួកយើងផ្ទះរបស់អ្នកហៅទៅខួបកំណើតហ្នឹងណាសេនជូរ៉លកែអ៊ីសាយ៉ូសេនជូរ៉លកែហ្នឹងបានន័យថាផ្លូវកណ្ដាលបាទអ៊ីសាយ៉ូអូរីជីប៊ឺនសេនជូរ៉លកែអ៊ីសាយ៉ូផ្ទះរបស់យើងនៅផ្លូវកណ្ដាល센츄럴가에 서강 평원이 있어요. បានន័យថានៅផ្លូវកណ្ដាលហ្នឹងមានមន្ទីរពេទ្យសកាំងហ្នឹងគឺជាឈ្មោះបាទភ្យងវ៉ុនហ្នឹងមន្ទីរពេទ្យអ៊ីសាយ៉ូហ្នឹងបានន័យថាមានបាទអញ្ចឹង 센츄럴가에 서강 평원이 있어요. នៅផ្លូវកណ្ដាលហ្នឹងមានមន្ទីរពេទ្យសកាំងភ្យងវ៉ុនអាផែបាទសកាំងភ្យងវ៉ុនហ្នឹងបានន័យថាមន្ទីរពេទ្យភ្យងវ៉ុនមន្ទីរពេទ្យភ្យងវ៉ុនមន្ទីរពេទ្យសកាំងបាទអាផែហ្នឹងក្បែរឬក៏ខាងមុខបាទឬក៏នៅចិត្តពាក្យហ្នឹងមានន័យច្រើនណាស់បាទក្នុងការនិយាយប៉ុន្តែបើយើងនិយាយឲ្យចំន័យរបស់វាចំតែម្ដងគឺបានន័យថាខាងមុខបាទកូតកាកែអ៊ីសាយ៉ូកូតបានន័យផ្កាកូតកាកែបានន័យថាហាងលក់ផ្កាកាកែហ្នឹងហាងបាទហាងលក់ផ្កាកូតកាកែធីអេអ៊ូរីជីបេអ៊ីសាយ៉ូធីអេហ្នឹងបានន័យថាខាងក្រោយដូច្នេះបានន័យថាខាងក្រោយហាងលក់ផ្កាហ្នឹងគឺជាផ្ទះរបស់ខ្ញុំបាទអូរីជីប៊ឺនអ៊ីលអ៊ីហូយេយ៉ូ
បាទអូរីជីបអ៊ឺនហ្នឹងដឹងហើយផ្ទះរបស់យើងផ្ទះរបស់ខ្ញុំបាទលេខ112ហូហ្នឹងបានន័យថាលេខផ្ទះបាទហូហ្នឹងសម្រាប់សម្គាល់លេខផ្ទះសម្គាល់ថាលេខផ្ទះ112ហ្នឹងបាទ Jona il sam thasi i sa sam បាទ Jona ឬក៏ Jonhwa បានន័យថាទូរស័ព្ទហើយចំពោះទូរស័ព្ទនេះគឺទូរស័ព្ទផ្ទះបាទហៅ Jona បើទូរស័ព្ទដៃគេហៅ handphone បាទហើយហៅ taxi ហ្នឹងគឺជាសញ្ញាដកកម្លៀតហ្នឹងបាទសញ្ញាអូសត្រីមួយហ្នឹងហៅ taxi Annyeonghaseyo សួស្តី Oseo សូមមក Neil ថ្ងៃស្អែក Pulgogi សាច់អាំង Sengil ខួបកំណើត Party ជប់លៀងពិធីជប់លៀង Chonyok ពេលល្ងាច Central Kae ផ្លូវកណ្ដាល Uri យើង Sokang គឺជាឈ្មោះ Sokang ផ្យងវុននឹងគឺឈ្មោះគឺមន្ទីរពេទ្យបាទផ្យងវុននឹងមន្ទីរពេទ្យ Sokang ផ្យងវុនមន្ទីរពេទ្យ Sokang ជីបផ្ទះអាប់ខាងមុខ A សម្គាល់ទីកន្លែងឬក៏ទីតាំង T ខាងក្រោយកូដផ្កាខាកែហាងកូដខាកែបានន័យថាហាងផ្កាហូលេខផ្ទះឬក៏លេខឡាន Jona លេខទូរស័ព្ទផ្ទះបាទសូមអរគុណជួបគ្នានៅមេរៀនក្រោយទៀតបាទAnnyeonghaseyo